ភាគទី3នៅពេលនេះទូស្រីរបស់យើងកំពុងតែរៀបចំខ្លួនដើម្បីធ្វើអាហារពេលព្រឹកដោយឃើញទូស្រីរៀបចំខ្លួនបានស្អាតយ៉ាងនេះធ្វើឲ្យតួប្រុសរបស់យើងពិតជារំភើបខ្លាំងមែនទែនហើយនៅពេលនេះក៏បានដល់មកទូស្រីទៅបើកទូទឹកកកយកអីមកធ្វើភាគច្រើនអាហារដែលតួប្រុសបានទិញគឺតួប្រុសបានសិក្សាពីសៀវភៅទាំងអស់អញ្ចឹងហើយអាហារដែលតួប្រុសបានទិញមកវាពិតជាសំខាន់សម្រាប់រាងកាយគេខ្លាំងមែនទែនហើយតួស្រីរបស់យើងក៏បាននិយាយថានេះគឺជាវិទ្យាសាស្ត្រមិនអាចយកមកធ្វើម្ហូបបាននោះទេហើយតួស្រីរបស់យើងក៏បាននិយាយថាអញ្ចឹងហើយខ្ញុំសូមពេល10នាទីដើម្បីរៀបចំអាហារទាំងអស់នេះហើយមើលការធ្វើម្ហូបរបស់តួស្រីគឺពិតជាមានជំនាញខ្លាំងមែនទែនធ្វើឲ្យតួប្រុសរបស់យើងគឺពិតជាភ្ញាក់ផ្អើលជាមួយនឹងជំនាញធ្វើម្ហូបយ៉ាងខ្លាំងរបស់តួស្រីនៅពេលនេះម្ហូបទាំងអស់ក៏បានរៀបចំរួចរាល់ហើយមើលម្ហូបរបស់តួស្រីពិតជាទំនងញ៉ាំខ្លាំងមែនទែនហើយរសជាតិវិញគឺមិនអាចនិយាយបាននោះទេនៅពេលដែលតួប្រុសភ្លុំមួយម៉ាត់ទៅរសជាតិពិតជាឆ្ងាញ់ខ្លាំងមែនទែនធ្វើឲ្យតួប្រុសរបស់យើងគឺផ្លឹកតែម្ដងបន្ទាប់ពីពួកគេបានញ៉ាំរួចហើយតួស្រីក៏បានសួរទៅកាន់តួប្រុសតើនៅទីនេះមានកន្លែងមុជទឹកជាសាធារណៈដែរឬទេហើយតួប្រុសក៏បានឆ្លើយវិញថាគឺមានហើយវាមានចម្ងាយពីទីនេះចំនួន400ម៉ែត្រហើយនៅពេលអ្នកទាំងពីរនិយាយរួចហើយអ្នកទាំងពីរក៏បានមកផ្សារទំនើបដើម្បីទិញរបស់មួយចំនួនឲ្យតួស្រីហើយរបស់ទាំងអស់នេះខ្ញុំសូមមិនរៀបរាប់នោះទេព្រោះថាវាជារបស់មនុស្សស្រីទាំងអស់ហើយនៅពេលនេះអ្នកទាំងពីរក៏បានធ្វើដំណើរមកដល់កន្លែងមុជទឹកសាធារណៈនៅពេលដែលពួកគេរៀបនឹងចូលក៏មានក្មេងស្រីម្នាក់បាននិយាយទៅកាន់តួប្រុសថាសូមស្វាគមន៍សេនប៉ៃនៅពេលដែលនាងកំពុងនិយាយនាងក៏បានឃើញតួស្រីនៅក្រៅតួប្រុសហើយក៏បានសួរថានៅស្រីម្នាក់នេះគឺជាអ្នកណាហើយខ្ញុំភ្លេចប្រាប់ម្នាក់ស្រីនឹងមានឈ្មោះថាខាណាមីហើយតួប្រុសក៏បានណែនាំតួស្រីថាតួស្រីមានឈ្មោះថាអូស៊ូកាសាហើយអូនខាណាមីពិតជាមានចម្ងល់ខ្លាំងមែនទែនព្រោះថាតួប្រុសជួយចិត្តរៀនខ្លាំងណាស់ឬក៏តួប្រុសរៀនរហូតដល់មានចំណងផ្លូវភេទអូយយដូចជាពាក្យនេះរៀងលើបន្តិចហើយអូនខាណាមីក៏បានណែនាំខ្លួនទៅកាន់តួស្រីផងដែរហើយនាងក៏បានប្រាប់ថាពេលនេះខ្ញុំគឺមានអាយុ15ឆ្នាំហើយអាចារ្យខាបាណេនេះពិតជាក្បាលខូចខ្លាំងមែនទែនពេលនោះនាងក៏បាននិយាយអំពីអតីតកាលរបស់តួប្រុសកាលគាត់នៅក្មេងខ្ញុំមិនបញ្យល់នោះទេអ្នកទាំងអស់គ្នាមើលរូបភាពហើយកាត់ន័យយកខ្លួនឯងទៅហើយអូនខាណាមីក៏បានឆ្ងល់តើតួប្រុសនិងតួស្រីមានទំនាក់ទំនងអ្វីទៅហើយតួប្រុសក៏មិនលាក់បាំងផងដែរថានាងគឺជាប្រពន្ធរបស់ខ្ញុំហើយនៅពេលនេះពួកខ្ញុំទាំងពីរបានរៀបការរួចហើយអាចារ្យខាណាមីនេះគឺមិនជឿនោះទេគឺឡើងរហូតដល់គ្នាគៀងដួលតែម្ដងហើយអាចារ្យខាណាមីនេះគឺបាននិយាយថាវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់សេនប៉ៃខ្ញុំមិនដឹងថាអ្នករៀបការនៅពេលណាទេតែខ្ញុំសូមអបអរសាទរចំពោះពីពីរបស់អ្នកទាំងពីរផងដោយសារចង់ឲ្យអំណោយទៅកាន់តួស្រីអូនខាណាមីក៏បានឲ្យតួស្រីរើសទៅចង់ចូលបន្ទប់ណាចូលទៅនៅក្នុងនេះគឺនាងមិនយកថ្លៃនោះទេមូលហេតុដែលអូនខាណាមីធ្វើបែបនេះគឺនាងចង់ឲ្យអំណោយមួយទៅកាន់តួស្រីព្រោះថាថ្ងៃមង្គលការរបស់អ្នកទាំងពីរគឺនាងមិនបានចូលរួមនោះទេមុនពេលតួស្រីចូលទៅតួស្រីក៏បាននិយាយថាជួបគ្នានៅពេលក្រោយណាសាបន្ទាប់ពីលាតួស្រីហើយតួប្រុសក៏ចង់ចូលទៅមុជទឹកដែរប៉ុន្តែអូនខាណាមីក៏បានយកអំបោះរាំងហើយក៏បាននិយាយថាមុននឹងចូលមុជទឹកបងប្រាក់ឲ្យហើយសិនមកមិញខេងឲ្យពួកខ្ញុំមុជទឹកហ្វ្រីហីអូខេបើសិនជាអ្នកចង់មុជទឹកដោយឥតគិតថ្លៃអញ្ចឹងអ្នកគួរតែបញ្យល់ពីការរៀបការរបស់អ្នកជាមុនសិនព្រោះខ្ញុំមិនសឹងតែគេបេះដូងស្លាប់ហើយនៅពេលដែលខ្ញុំបានឮអំពីដំណឹងថាអ្នកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្រីម្នាក់នោះហើយអូនខាម៉ាណេក៏បានសម័យថាខ្ញុំគិតថាលោកគាត់ជាមនុស្សម្នាក់ដែលចូលចិត្តសិក្សាហើយគ្មានមនុស្សស្រីនៅក្បែរខ្លួនហើយនៅពេលដែលលោកមានអាយុ30ឆ្នាំលោកនឹងយកខ្ញុំធ្វើជាជំនួយការរបស់លោកដើម្បីកំដរលោកនៅពេលដែលលោកធ្វើការនៅហត់តែប៉ុណ្ណោះហើយអូនខាម៉ាណេនេះគឺពិតជាបកកែសម័យខ្លាំងមែនទែនតែតួប្រុសក៏បាននិយាយថានេះមិនមែនជារឿងអ្វីដែលអ្នកគួរសម័យនោះទេហើយអូនខាម៉ាណេក៏បាននិយាយថាតើតួស្រីមានអាយុប៉ុន្មានតួប្រុសក៏បានឆ្លើយវិញថាគឺមានអាយុ16ឆ្នាំគ្រាន់តែលើភ្លាមគឺថាដាក់យកតែម្ដងហើយអូនខាម៉ាណេក៏បាននិយាយទៀតថាអីគេអាយុ16ឆ្នាំនេះគឺជាការដាក់ទោសខ្ញុំទៅកាន់អ្នកគ្រាន់តែឃើញសកម្មភាពរបស់ពួកគេទាំងពីរធ្វើឲ្យអ្នកនៅទីនោះគឺនិយាយដើមគេទាំងពីរបាត់ទៅហើយនៅពេលនោះអូនខាណាមីក៏បាននិយាយថាតើតួប្រុសរបស់យើងមានប្រាប់រឿងអាពាហ៍ពិពាហ៍នេះទៅកាន់អាយ៉ានីហើយឬនៅហើយតួប្រុសក៏បានឆ្លើយវិញថាតើមានហេតុផលអ្វីត្រូវប្រាប់នាងហើយអូនខាណាមីក៏បាននិយាយថាបើសិនជាតួប្រុសអត់ប្រាប់អាយ៉ានីទេច្បាស់ណាស់នាងប្រកាសជាខឹងឬក៏នាងអន់ចិត្តយ៉ាងខ្លាំងប៉ុន្តែមិនអីទេខ្ញុំនឹងលាក់រឿងនេះអំពីនាងហើយអូនខាណាមីក៏បាននិយាយទៅកាន់តួប្រុសតើតួប្រុសមានកម្រោងរៀបការជាមួយនឹងតួស្រីនៅថ្ងៃណាដែរហើយតួប្រុសក៏បានឆ្លើយវិញថាខ្ញុំមិនបានគិតពីវាតតែសោះព្រោះថាការរៀបអំពីពិពាហ៍គឺជាការខ្ជះខ្ជាយលុយយ៉ាងខ្លាំងហើយអាចារ្យខាបាណេនឹងក៏បានបន្តនិយាយទៀតថាតើតួប្រុសរបស់យើងមានបានទិញចិញ្ចៀនហើយសុំតួស្រីរៀបការហើយឬនៅហើយតួប្រុសក៏បាននិយាយថាការគិតរបស់ខ្ញុំគឺដូចជាមិនត្រូវការវានោះទេ
ហើយអាចារ្យខាបាណេនេះគឺបានគិតថាទោះបីជាតួប្រុសបានរៀបការក៏ដោយតែតួប្រុសគឺមិនបានយល់ដឹងអំពីការរៀបការនោះទេហើយការរៀបការមួយនេះគឺមិនសូវមានប្រសិទ្ធភាពនោះទេបើសិនជាតួប្រុសមិនបានដឹងអំពីវិធីមង្គលការចិញ្ចៀននិងការសុំនាងរៀបការនៅពេលមានមនុស្សជុំវិញហើយការរៀបការមួយនេះនឹងគ្មានប្រសិទ្ធភាពនោះទេទោះបីជាតួប្រុសបានចុះក្រដាសអាពាហ៍ពិពាហ៍ជាមួយនឹងតួស្រីក៏ដោយសិស្សច្បងបើសិនជាសិស្សច្បងបានជ្រើសរើសនារីម្នាក់មករៀបការហើយអញ្ចឹងហើយការធ្វើឲ្យនាងសប្បាយចិត្តគឺជាកាតព្វកិច្ចរបស់សិស្សច្បងហើយពីទាំងអស់នេះមិនមែនជាអ្វីដែលច្បាប់បានកំណត់នោះទេហើយនេះមិនមែនជាអ្វីដែលខ្លួនឯងត្រូវលះបង់ទេហើយវាក៏បានបង្ហាញចេញពីអារម្មណ៍ពិតរបស់អ្នកផងដែរគ្រាន់តែស្ដាប់អូនខាណាមីនិយាយហើយធ្វើឲ្យតួប្រុសរបស់យើងក៏បានភ្ញាក់ផ្អើលមែនទែនតើនេះគឺជាសម្ដីរបស់ក្មេងស្រីដែលមានអាយុ15ឆ្នាំមែនទេហើយនាងក៏បានបន្តនិយាយទៀតថាតើតួប្រុសរបស់យើងមិនចង់ឲ្យតួស្រីសប្បាយចិត្តមែនទេហើយតួប្រុសក៏បាននិយាយថាខ្ញុំសុខចិត្តលះបង់ជីវិតរបស់ខ្ញុំឲ្យតែតួស្រីបានសប្បាយចិត្តហើយមើលការតាំងចិត្តរបស់តួប្រុសគឺថាឡើងភ្លឺឆេះពេញខ្លួនតែម្ដងហើយមូលហេតុដែលខ្ញុំចង់ធ្វើឲ្យតួស្រីសប្បាយចិត្តគឺខ្ញុំចង់រៀបការជាមួយនឹងស្ទូកាសាហើយនៅពេលនោះចំនៅពេលដែលតួស្រីចេញមកផងដែរធ្វើឲ្យតួស្រីពិតជាអៀនខ្លាំងមែនទែនហើយសាច់រឿងខ្ញុំសូមបញ្ចប់ត្រឹមនេះសិនព្រោះថាថ្ងៃនេះខ្ញុំអារម្មណ៍មិនល្អនោះទេអញ្ចឹងហើយបញ្ចូលសលេងរឿងអាដាដុំមែនទែនបើសិនជាអាចខ្ញុំនឹងធ្វើភាគមួយនេះសារឡើងវិញព្រោះថាការនិយាយនៅក្នុងភាគមួយនេះពិតជាមានពាក្យរអាក់រអួលខ្លាំងមែនទែនហើយខ្ញុំក៏សូមទោសទុកជាមុនផងណាអ្នកទាំងអស់គ្នា